លោកអើយលោកអាយុពាក់កណ្ដាល60ខែទៅមិនដឹងកង្កោកដែលយើងឃើញរូបភាពស្អាតនេះណាមិនមែនជាកង្កោកញីទេគឺជាកង្កោកឈ្មោលកង្កោកឈ្មោលសម្រាប់គេឡងស្រស់ស្អាតហ្មងដល់តែពេលអាកង្កោកញីវិញនោះមើលអើយសម្រាប់មើលមិនបានហើយមិនក៏ញីទៅជារូបរាងអញ្ចឹងទៅវិញហាឈ្មោលគេឡើងស្អាតពេលដើរចិត្តគ្នាខុសយុទ្ធមែនទេណារវាងសម្រាប់កង្កោកញីនិងកង្កោកឈ្មោលបងប្អូនអាមួយនេះវិញ្ញាស្រីទេដែរពេលវិញ្ញាស្រីវាតូចគូតវាទៅរោស្រីអញ្ចឹងវាមិនមែនបែរមុខទៅរោស្រីទេខូចហ្មងអួតគូតសុតហ្មងហើយពេលគេតូចគូតមកគេកលាស់គូតគេខ្វាច់ថ្ងៃនេះនាងខ្ញុំមកសួនរុក្ខជាតិអង្គរនៅសៀមរាបយើងហ្នឹងចង់មើលសត្វកង្កោកគូមានច្រើនខ្លាំងណាស់បងប្អូនហើយខាងនេះវិញគឺសត្វកង្កោកឈ្មោលពណ៌សឲ្យតែឈ្មោលនឹងទៅស្អាតចឹងហ្មងវាមានស្លាបវែងហើយពេលដែលវាញ៉ែស្រីគឺវាតូចគូតឲ្យគេមើលចឹងខ្ញុំមកអើតមើលវាតូចគូតឲ្យខ្ញុំមើលរហូតរងចាំទ្រាំទៅវាបែបភ័ក្រមកឲ្យយើងឃើញឡើងយូរហើយឡើងមកមើលសម្រាប់កង្កោកញីគេផងអូយដូចមនុស្សម៉េះមនុស្សយើងស្រីខំ make up តបម្សៅតបអីសាប៊ូមានសាប៊ូលាងមុខដុសខ្លួនអីអូច្រើនណាស់ដល់តែពេលប្រុសតែសាប៊ូគឺគេមិនតឹងលាងមុខផងហើយស្បែកគេឡើងស្អាតអត់មានជាំអត់មានមុនទេចាបងប្អូនដែលចង់ឃើញកង្កោកពិតស្អាតហើយមានច្រើនទៀតមកសួនរុក្ខជាតិអង្គរនេះមកហើយក្រៅពីកង្កោកគឺមានត្រីក្រហមហ្នឹងបងប្អូនតែដោយសារតែវាច្រើនមើលទៅគឺថាអូយជន់កគ្នាមកស៊ីចំណីហ្មងយើងអាចបាចចំណីឲ្យទៅឬក៏អត់បាចទេឈោមើលគេបាចក៏បានដែរអត់ចាំបាច់អស់លុយទិញចំណីហើយនៅសួនរុក្ខជាតិអង្គរគឺមានកន្លែងលេងជាច្រើនទៀតឥឡូវខ្ញុំថតត្រួសជូនបងប្អូនទេឥឡូវគេអត់ទាន់ធ្វើហើយគេកំពុងតែធ្វើជាបន្តបន្ទាប់តិចទៀតនឹងមានទេសភាពកាន់តែស្អាតហើយមកដល់ថ្ងៃហ្នឹងគឺបានជួប fan ទៀតគាត់ហៅឈ្មោះចំហ្មងអរគុណបងនៅក្នុងសួនរុក្ខជាតិអង្គរនេះក៏មានកន្លែងដែលគួរចាប់អារម្មណ៍មួយគឺកន្លែងបាញ់ព្រួយអ្នកដែលចូលចិត្តបាញ់ព្រួយមកបាញ់នេះមកគ្រាប់500មកគ្រាប់500ខ្ញុំបង្ហាញធ្វើបាយបាញ់ព្រួយចំនួន5គ្រាប់ក៏ប៉ុន្តែវាគ្មានត្រូវអីមកគ្រាប់សោះឡើយអានេះគេហៅថាកំពូលអ្នកបាញ់ព្រួយមហាធ្វើដៃហ្មងណាហើយក្រៅពីនោះនៅក្នុងហ្នឹងគឺមានហាងកាហ្វេមានកន្លែងលក់របស់ញ៉ាំអីមកមិនបាច់ខ្លាចថាអត់អីញ៉ាំទេគ្រាន់ថាយើងដើររៀងឆ្ងាយបន្តិចនៅទីនេះក្រចូលមកដល់ឃើញគេចងផ្កាចានេះមិនដល់ផ្កាអីបងប្អូនបំណិតបច្ច័យយូរទៅគឺថាផ្កាយាងកាខ្ញុំនៅក្មេងៗគេហៅដើមយាងដល់ពេលនៅនេះសួរបងដែលគាត់ធ្វើការនៅនេះគាត់ថាដើមឈើទាលអានេះផ្កាឈើទាលអូឈ្មោះផ្សេងគ្នាទៀតតាមពិតដើមតែមួយទេសួននេះគឺគេចាប់ផ្ដើមរៀបចំបដាណាបងប្អូនចូលមកអត់អស់លុយទិញសបុតទេហើយគេចាប់ផ្ដើមដាក់សត្វតូចសត្វមានច្រើនតែដោយសារវាជាប់ទ្រុងខ្ញុំអត់បានថតបង្ហាញទេអូហើយមានសត្វអូទ្រីសទៀតបងប្អូនអូទ្រីសនៅស្រុកខ្មែរយើងគេឲ្យស៊ីកតួហើយជាមួយនឹងតកួនសត្វនេះប្រកាយតអួណាហើយឆ្ងល់ហើយសត្វធ្លាប់ឃើញវីដេអូជនជាតិចិនគេនាំគ្នាជិះអូទ្រីសលេងតែសត្វអូទ្រីសមើលទៅមិនគួរឲ្យចង់ជិះហ្មងដោយសារតែជើងវាមើលទៅស្រួចបើថាវាជន់មនុស្សអីអញធ្លាយពោះហ่าបងប្អូននៅនេះគឺគេមានការអភិរក្សទាំងសត្វព្រៃហើយនិងទាំងរុក្ខជាតិខ្លះគឺយើងអត់ដែលស្គាល់តែម្ដងឥឡូវខ្ញុំនាំបងប្អូនមកមើលផ្កានេះមួយផ្កាពណ៌សស្អាតហើយគេហៅថាផ្កាជើងគោចេះឆ្ងល់ផ្កានឹងវាដូចជើងគោត្រង់ណាតោះតែមកមើលស្លឹកវាណែស្លឹកវាបានដូចជើងគោពិតមានដើមដង្ហិតខ្ញុំធ្លាប់ឮតែក្មេងៗគេថាអ្នកកាត់ស្រែងគឺគេយកដើមដង្ហិតនឹងទៅព្យាបាលស្រែងមានដើមជើងចាបនិយាយទៅមានដើមឈើច្រើនបងប្អូនតែខ្ញុំអត់បានថតទាំងអស់ទេថតត្រួសទេហើយក៏មានភ្ញៀវបរទេសមកលេងបដាហើយអានេះគឺប្រភេទដបងជាមិនដឹងអីបលាដែលយើងធ្លាប់តែឃើញនៅមាត់សមុទ្រអីចឹងណាហើយមានតែនៅស្រុកគេទេឥឡូវនៅនេះគេដាំរស់ដែរបងប្អូនហើយមិនមែនជ័រទេគឺរបស់ធម្មជាតិស្រស់ហ្មងពូជដើមចេកនេះស្អាតបងប្អូនពេលផ្កាចេញមកផ្កាគេឡើងស្តៀងផ្កាឈូកអូយចង់បានពូជយកមកដាំណាមិនដឹងថានៅណាមានលក់ទេជួយប្រាប់ផងបងប្អូនដើរចូលដើរឡើងក៏មកដល់ហាងកាហ្វេល្មមចូលញ៉ាំកាហ្វេមួយកែវពីរកែវសិននៅក្បែរហាងកាហ្វេនេះក៏មានបណ្ណាល័យមួយគឺគេ design ចេញមកស្អាតមែនទែនបែបបុរាណហ្មងណាតោះទៅមើលបណ្ណាល័យនៅសួនរុក្ខជាតិអង្គរនឹងមានអ្វីខ្លះអូនៅទីនេះគឺគេដាក់តាំងបង្ហាញរុក្ខជាតិដែលកម្រអានេះគឺផ្លែសម្រោងចាមានទាំងគ្រាប់មានទាំងផ្លែអានេះផ្កាឈូករ័ត្នហើយគ្រាប់ឈូករ័ត្នហើយអានេះវិញគឺថាផ្លែជំពូជ្រលក់អូយធ្លាប់ឃើញបងប្អូនតែអត់ដែលស្គាល់ឈ្មោះវាទេឥឡូវស្គាល់ហើយជំពូជ្រលក់នឹងមានរុក្ខជាតិជាច្រើនទៀតដែលគេហាលឲ្យក្រៀមហើយគេយកមកដាក់តាំងបង្ហាញនៅក្នុងបណ្ណាល័យនៅសួនរុក្ខជាតិអង្គរនឹងហើយនេះគឺផ្កាឈើទាលឬក៏ផ្កាយាងដូចខ្ញុំបង្ហាញនៅដើមវីដេអូហើយក្នុងហ្នឹងក៏មានដាក់តាំងបង្ហាញផ្សេងច្រើនទៀតណាបងប្អូនខ្ញុំដើរអត់ទេដោយសារតែសួនគេធំដែរហើយយើងមានពេលវេលាខ្លីដើរកាត់មានផ្លែ5តម្លឹងទៀតអត់ដែលឮឈ្មោះហ្មងអានេះសាលព្រឹកហើយនេះវិញគឺបេងនេះផ្លែបេងចេះបងប្អូនអត់ដែលឃើញសោះហ្មងស្តៀងនឹងផ្លែកកោះស្តៀងនឹងគ្រាប់កកោះដែរមានកន្លែងថតរូបស្អាតតែក្តៅបងប្អូនអើយសូមដើរកាត់ត្រឹមតែប៉ុណ្ណឹងបងប្អូនកុំភ្លេចមកលេងទាំងអស់គ្នាណាហើយមានសត្វជាច្រើនទៀតសត្វចម្រុះណាដែលគេដាក់ក្នុងទ្រុងសត្វតូចសត្វអីនឹងជាដើមតែខ្ញុំអត់បានថតទេចាំបងប្អូនមកមើលខ្លួនឯងចោះអរគុណជម្រាបលាបាយបាយ